ព្រះគម្ពីរទំនុកដំកើងជំពូក113ព្រះអង្គលើកមនុស្សទ្រង់ខ្សោយឡើងចូលលើកដំកើងព្រះអង្គម្ចាស់អ្នកបម្រើរបស់ព្រះអង្គម្ចាស់អើយចូលនាំគ្នាសរសើរដំកើងព្រះអង្គចូលនាំគ្នាសរសើរដំកើងព្រះនាមព្រះអង្គម្ចាស់ចូលលើកដំកើងព្រះនាមព្រះអង្គម្ចាស់តាំងពីពេលនេះរហូតតទៅតាំងពីពេលថ្ងៃរះរហូតទល់ថ្ងៃលិចចូលសរសើរដំកើងព្រះនាមរបស់ព្រះអង្គម្ចាស់ព្រះអង្គម្ចាស់គង់នៅពីលើប្រជាជាតិទាំងឡាយសិរីរុងរឿងរបស់ព្រះអង្គខ្ពស់ជាងផ្ទៃមេឃទៅទៀតតើមាននរណាអាចផ្ទឹមស្មើនឹងព្រះអង្គម្ចាស់ជាព្រះរបស់យើងបានព្រះអង្គគង់នៅស្ថានដ៏ខ្ពស់បំផុតព្រះអង្គទូតមើលមកពីផ្ទៃមេឃនិងផែនដីដែលនៅខាងក្រោមព្រះអង្គលើកមនុស្សទុនខ្សោយឡើងពីធូលីដីព្រះអង្គលើកមនុស្សទុរគតឡើងពីភក់ជ្រាំដើម្បីឲ្យគេកាន់កាប់អំណាចរួមជាមួយពួកអ្នកធំគឺរួមជាមួយពួកអ្នកធំនៅក្នុងចំណោមប្រជារាស្ត្ររបស់ព្រះអង្គប្រទានឲ្យស្ត្រីមានកូនឲ្យនាងរស់នៅក្នុងផ្ទះយ៉ាងសប្បាយជាមួយកូនរបស់នាងហាឡេលូយ៉ាទំនុកដំកើងជំពូក114ពេលជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីបពេលជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីបពេលកូនចៅរបស់លោកយ៉ាកុបចាកចេញពីទឹកដីបរទេសជនជាតិយូដាបានទៅជាប្រជាជនដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ហើយជនជាតិអ៊ីស្រាអែលជាប្រជាជនផ្ទាល់របស់ព្រះអង្គពេលឃើញពួកគេសមុទ្រក៏រត់បាត់ទៅហើយទន្លេយ៉ូដានក៏ដកខ្លួនថយដែរភ្នំនានានាំគ្នាលោតឡើងដោយពពែឈ្មោលហើយភ្នំតូចទាំងឡាយក៏នាំគ្នាលោតដោយកូនជៀមដែរសមុទ្រអើយហេតុអ្វីបានជាអ្នករត់គេចដូច្នេះទន្លេយ៉ូដានអើយហេតុអ្វីបានជាអ្នកដកខ្លួនថយភ្នំនានាអើយហេតុដូចម្ដេចបានជាអ្នកនាំគ្នាលោតដោយពពែឈ្មោលភ្នំតូចទាំងឡាយអើយហេតុដូចម្ដេចបានជាអ្នកលោតដោយកូនជៀមផែនដីអើយចូលញប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះអង្គម្ចាស់ចូលញប់ញ័រនៅចំពោះព្រះភ័ក្ត្ររបស់លោកយ៉ាកុបដែលបានធ្វើឲ្យផ្ទាំងសិលាប្រែទៅជាបឹងហើយធ្វើឲ្យថ្មប្រែទៅជាប្រភពទឹក